ឆ្នាំនេះតូចតែខ្លឹមពួកបានព្រះអង្គធម្មវណ្ណៈបណ្ឌិតចាំនីរបស់យើងនឹងព្រះអង្គឡើងសម្ដែងពធទេសនាដែរចាចាហើយកម្មវិធីបុណ្យគឺថាថ្ងៃទី1យើងប្រុងពលីនឹងថ្ងៃអាទិត្យថ្ងៃទី2ព្រឹកថ្ងៃ22នេះមានចម្រើនព្រះប្រតដឹកនាំដោយសម្ដេចព្រះឧត្តមបញ្ញាចាហើយបន្ទាប់ពីហ្នឹងក៏មានការសម្ដែងពធទេសនាដោយព្រះអង្គធម្មវណ្ណៈបណ្ឌិតចាំនីរបស់យើងព្រមទាំងសម្ដេចព្រះសង្ឃជាច្រើនអង្គទៀតតែសូមលាក់សិនព្រោះចាំថ្ងៃដើមខែធ្នូចាំជម្រាបជូនបន្ថែមបុណ្យនេះនឹងប្រារព្ធធ្វើនៅថ្ងៃទីប្រហែលដែរលោកទាវថ្ងៃទី21រហូតដល់ថ្ងៃទី26ខែធ្នូអញ្ចឹងបានន័យថា5យប់6ថ្ងៃដូចឆ្នាំទៅដែរ6ថ្ងៃចាឆ្នាំទៅ4យប់5ថ្ងៃអូឆ្នាំទៅ4យប់5ថ្ងៃចាឆ្នាំនេះ5យប់6ថ្ងៃអូលើសមួយថ្ងៃចាលើសមួយថ្ងៃដោយសារកម្មវិធីយើងមុនប្រពព្រឹកឥឡូវយើងប្រពល្ងាចបាទបាទលោកទាវមុនយើងប្រពចូលរោងពេលព្រឹកបង្ហើយពេលល្ងាចឆ្នាំនេះយើងចូលរោងពេលល្ងាចបង្ហើយពេលព្រឹកចាតើការប្រពបុណ្យទេសនាមហាជាតិដកនៅឆ្នាំ2025ប្រារព្ធធ្វើនៅរាជធានីលង្វែកនេះឆ្នាំនេះតើមានអ្វីប្លែកខុសពីឆ្នាំតែខ្លះតែទេលោកទាវឆ្នាំនេះគឺថាយើងមិនធ្វើតែងរោងឲ្យធំហឺហាដូចឆ្នាំមុនទេយើងតែងលក្ខណៈសាមញ្ញតូចតែខ្លឹមចាដោយឡែកការរៀបផ្លែឈើ1000មុខមួយមុខ1000ផ្លែគឺនៅរក្សាដដែលចាបាទលោកទាវតើការរៀបចំខុសប្លែកនេះចុះនេះផ្លែឈើផ្លែផល្លានេះលោកទាវឲ្យប្រជាពុទ្ធបរិស័ទមានសទ្ធាអញ្ចឹងលោកទាវរៀបចំហើយអត់ទេផ្លែឈើចង់និយាយខ្ញុំបានប្រាប់ឲ្យថាយើងរៀបតូចតែខ្លឹមដោយឡែកផ្លែឈើហ្នឹងគឺថាយើងនៅទទួលរៀប1000មុខហើយ1000ផ្លែដដែលអត់មានដូរទេចាលើកលែងដូរតែកន្លែងឆាកកន្លែងវេទិកាយើងដូរពីធំដូរពីទំនើបមកជាលក្ខណៈធម្មជាតិបាទធម្មជាតិបាទចុះផ្លែផល្លានេះមួយមុខ1000នេះសម្រាប់ឆ្នាំនេះនៅតែទទួលប្រជាពុទ្ធបរិស័ទគ្រប់ទិសទីដូចឆ្នាំទៅក៏លោកជំទាវផ្ដាច់អត់ទេបុណ្យនេះគឺមិនមែនធ្វើម្នាក់ឯងបុណ្យនេះគឺថាបុណ្យទាំងអស់គ្នាគឺធ្វើទាំងអស់គ្នាចាបុណ្យទាំងអស់គ្នាចាគឺថាសទ្ធារបស់បងប្អូនមហាពុទ្ធបរិស័ទដែលគាត់មានបំណងហ្នឹងគឺថាចូលជាផ្លែឈើចូលជារបស់ក្រៀមក្រោះចូលអីគឺថានៅទទួលជាធម្មតានៅទទួលធម្មតាគឺថាផ្ដល់សិទ្ធឲ្យបងប្អូនទាំងអស់គ្នាចាហើយបងប្អូនខ្លះទៅថាគាត់អត់មានសទ្ធាទេគាត់អត់មានបច្ច័យគាត់មកតែខ្លួនបានអត់បានឲ្យជើញមកចូលរួមស្ដាប់ពធហ្នឹងក៏បានបុណ្យទាំងអស់គ្នាដែរហើយអ្នកមានសទ្ធាធំហ្នឹងក៏តាមធំទៅអ្នកតូចតាមតូចអញ្ចឹងទៅណាហ្នឹងហើយចាគឺថាយើងនៅទទួលតែធម្មតាណាលោកទាវបាទអញ្ចឹងក្នុងការបុណ្យទេសនាមហាជាតិដកឆ្នាំទៅហ្នឹងគឺថាមានព្រះវត្តមានដល់ព្រះអង្គច័ន្ទមនីសម្ដេចដូនផង់មានដូចជាសម្ដេចជាច្រើនអង្គទៀតបាននិមន្តមកសម្ដែងផ្ដល់អាវាតធម្មទានទេសនាយ៉ាងចុះឆ្នាំនេះតើមានប្រវត្តិមានសម្ដេចអង្គណាចូលរួមរកព្រះអង្គច័ន្ទមនីទេតាមពិតឆ្នាំនេះតូចតែខ្លឹមពួកបានព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទមនីរបស់យើងនឹងព្រះអង្គឡើងសម្ដែងពធទេសនាដែរចាហើយកម្មវិធីបុណ្យគឺថាថ្ងៃទី1យើងប្រុងពលីនឹងថ្ងៃអាទិត្យថ្ងៃទី2ព្រឹកថ្ងៃ22នេះមានចម្រើនព្រះប្រតដឹកនាំដោយសម្ដេចព្រះឧត្តមបញ្ញាចាហើយបន្ទាប់ពីហ្នឹងក៏មានការសម្ដែងពធទេសនាដោយព្រះអង្គធម្មវណ្ណៈបណ្ឌិតច័ន្ទនីរបស់យើងព្រមទាំងសម្ដេចព្រះសង្ឃជាច្រើនអង្គទៀតតែសូមលាក់សិនព្រោះចាំថ្ងៃដើមខែធ្នូចាំជម្រាបជូនបន្ថែមអញ្ចឹងក្នុងបុណ្យទេសនាមហាជាតិដកជាលើកទី2ដែលប្រារព្ធធ្វើ5យប់6ថ្ងៃនេះតើព្រះវត្តមានព្រះអង្គច័ន្ទមនីហ្នឹងនិមន្តផ្ដល់ធម្មទានទេសនាហ្នឹងប៉ុន្មានថ្ងៃដែរនោះទេតើនឹងសូមលក្ខការសិនអត់ប្រាប់ឲ្យចាំដើមខែចាទុកឲ្យ surprise សិនចាស់ហ្នឹងឯងចាបាទលោកទាវអញ្ចឹងខ្ញុំត្រឡប់មកក្រោយវិញថាតើបុណ្យទេសនាមហាជាតិដកឆ្នាំនេះដូចឆ្នាំទៅមានដូចជាស្វាដូចជាមានល្ខោនដូចជាមានអីដល់លោកយាយលោកតាដែលគាត់មកចឹងគាត់សម្រាអីចឹងណាអញ្ចឹងគាត់បានមើលល្ខោនមកទៅឆ្នាំនេះចឹងមិនដែរនោះទេដោយឡែកសិល្បៈព្រមទាំងការកម្មវិធីផ្សេងគឺនៅរក្សាដដែលគាត់ថាតូចហ្នឹងមិនតុបតែងឲ្យហឺហាដូចមុនដូចថាចង់និយាយថាលើកមុនយើងតុបតែងឲ្យអលង្ការអញ្ចឹងទៅលើកនេះយើងតុបតែងរបៀបធម្មជាតិចាបាទធម្មជាតិចាបាទអញ្ចឹងលោកទាវជួយបន្ថែមបន្តិចទៀតមកដោយសារខ្ញុំចង់លោកយាយលោកតាខ្លះគាត់ថា
ជុំឆ្នាំនេះគាត់ទៅដេកកន្លែងណាកន្លែងណីចឹងណា អត់អីទេកន្លែងដែលគាត់ស្នាក់នៅគឺមានឥឡូវនេះខ្ញុំបានប្រមូលផ្ដុំកញ្ចុះមកនៅជិតនឹងឯងអត់ឲ្យគាត់ស្នាក់នៅឆ្ងាយទេចាកញ្ចុះនៅជិតនឹងហ្មង100កញ្ចុះជាងនៅនឹងហើយកន្លែងផ្សេងនោះគឺមលុបអស័យសម្រាប់បោះតង់ផ្សេងទៀតហើយលើភ្នំនេះក៏ខ្ញុំបានធ្វើរោងសកួរពីរ3កន្លែងទុកសម្រាប់គាត់ស្នាក់នៅដែរចាចូលបន្ទប់ទឹកបន្ទប់អីគឺអត់ប្របាកទេចាបើខ្វះបន្ទប់ទឹកកញ្ចុះបន្តិចកញ្ចុះនឹងប្រហែលជាកញ្ចុះជាង100កញ្ចុះបន្ទប់ទឹកទៅ2ខ្លាចតែខ្វះ2កន្លែងណាបាទចាអញ្ចឹងបានន័យថាក្នុងបុណ្យទេសនាមហាជាតិដកជាលើកទី2នេះគឺมันដូចឆ្នាំមុនទេណានិយាយរួមយើងមានបទពិសោធន៍ឆ្នាំទី1ហើយអញ្ចឹងឆ្នាំទី2ប្រហែលជាអាចល្អប្រសើរជាងមុនបាទចាគ្រាន់តែថាលក្ខណៈឆាកតុបតែងឆាកនេះយើងមិនបានធំហឺហាដូចមុនទេយើងលក្ខណៈធម្មជាតិតែប៉ុណ្្នឹងបាទធម្មជាតិយើងរបៀបសាមញ្ញធម្មតាតែមើលមកគឺក្លឹមនៅលើមទាវមានប្រសាសន៍អីចឹងតូចក្លឹមបាទតូចតែក្លឹមអញ្ចឹងលោកជំទាវបើសិនជាមានញាតិញោមលោកយាយលោកតាមកអីបើសិនជាគាត់ចំណតឡានឬក៏ឆ្នាំមុនគឺវារៀងមកទៅរៀងអាណាធិបតេយ្យទេណាលោកទាវណាឆ្នាំនេះថានិយាយរួមធ្វើអន្តរសាល្អជាងមុនចាគឺកន្លែងចំណតឡានគឺពោពេញស្អាតនិយាយរួមស្អាតស្អាតទេលោកទាវណាទំបីតែមានជនឆ្លៀកអាកាសហើយក៏មិនសូវជនឆ្លៀកអាកាសវាត្រូវតែមានទេប៉ុន្តែយើងត្រូវការពារពង្រឹងបន្ថែមនិងកាត់បន្ថយចាបាទកាត់បន្ថយសង្ឃឹមថាឆ្នាំនេះយើងឆ្នាំមុនរួមទាំងអស់គ្នារួមចំណាយការពារថែរក្សាទាំងអស់គ្នាអញ្ចឹងបើសិនជាញាតិញោមលោកយាយលោកតាប្រជាពុទ្ធបរិស័ទមកចូលរួមកម្មវិធីបុណ្យនេះច្រកឥឡូវហ្នឹងមានប្រមាណច្រកលោកទាវច្រកឡើងភ្នំមាន3ច្រកធំមាន2ច្រកតូចមាន1ចាទាំងអស់3ចាអញ្ចឹងបើសិនជាប្រជាពុទ្ធបរិស័ទមកគឺពីច្រើនច្រកណាដែលចូលច្រើនជាងគេនិយាយពីបំណងរបស់គាត់ចូលទាំង3ច្រកហ្នឹងហ្មងចាទាំង2ទាំង3ហ្នឹងហ្មងបាទលោកទាវចឹងខ្ញុំអត់មានអីច្រើនទេលោកទាវដោយសារអីសង្ខេបខ្លីៗបានហើយដោយសារបងប្អូនខ្លះគាត់បានសួរដែរចឹងខ្ញុំក៏សួរលោកទាវលោកទាវមានអ្វីបន្ថែមទេលោកទាវចាគ្រាន់សូមជម្រាបដល់មហាពុទ្ធបរិស័ទក៏ដូចបកណាគ្រប់ព្រះអង្គថ្ងៃបុណ្យទេសនាមហាជាតិនឹងខ្ញុំនិមន្តនឹងអញ្ជើញចូលរួមបានកកគ្រប់គ្នាដើម្បីទទួលអនុមោទនាបុណ្យទាំងអស់គ្នាចាបាទលោកទាវបើសិនជាមានញាតិញោមដូចឆ្នាំទៅចឹងគាត់អត់បានមកចូលរួមទេប៉ុន្តែគាត់លក្ខណៈថាគាត់ចង់ចូលផ្លែឈើអីចឹងទៅគាត់ផ្ញើតាមតាក់ស៊ីផ្ញើអីចឹងលោកទាវជួយប្រកាសលេខក្រុមការងាររាជធានីលង្វែកមួយមកគាត់តាក់តងមកអីចឹងចង់ផ្ញើដូចឆ្នាំទៅចឹងលោកទាវឆ្នាំលេខទៅត្រូវបើសិនជាគាត់មានបំណងចង់ផ្ញើជាទេយ្យទានទេយ្យវត្ថុតាមវរៈបុណ្យធម្មឬមួយក៏តាមក្រុមហ៊ុនអីផ្សេងយើងមានលេខឲ្យតាក់ទងគាត់លើនឹងតតបើកមើលសិនអូនចាំបាទមិនបានខ្ញុំកាត់ចូលក្នុងវីដេអូហ្មងតែណាបាទថ្ងៃណាចាំបញ្ជូនឲ្យបាទអញ្ចឹងលោកជំទាវមានអីថែមទៀតទេឬក៏អស់ហើយលោកទាវអត់អីទេប៉ុណ្្នឹងចឹងបាទជាចុងក្រោយលោកទាវមានពាក្យពេចន៍អ្វីផ្ដាំផ្ញើដល់លោកយាយលោកតាមកកុំធ្វេសប្រហែសជាពិសេសគឺឆ្នាំទៅយើងមានមេរៀនហើយចាខនថាសូមផ្ដាំដល់លោកតាលោកយាយដែលថាមកចូលរួមកម្មវិធីបុណ្យធ្វើម៉េចរក្សាសុខភាពការពារទ្រព្យសម្បត្តិរៀងៗខ្លួនព្រោះថាយើងមិនអាចបិទចោលអស់ទាំងអស់ក៏វាបិទអត់កើតវាបិទវាមិនបានតែយើងនឹងព្យាយាមបិទព្រោះយើងមិនមែនចិញ្ចឹមចោលទេយើងចង់ធ្វើម៉េចលុបបំបត្តិកុំឲ្យមានការលួចលើការប្លន់ឆក់អីចឹងព្រោះនេះជាអំពើបាបយើងធ្វើម៉េចគាត់ទៅសូមផ្ដាំឲ្យជួយរួមរក្សាថែសុខភាពទាំងអស់គ្នាបាទពេលខ្លះគាត់មកធ្វើបុណ្យស្រាប់បើដល់លេខបាត់លុយបាត់អីអស់ដាច់បុណ្យគាត់បាត់ហើយមួយទៀតក៏សូមផ្ដាំផងថារមណីយដ្ឋានរាជធានីលង្វែកគឺមិនបានបង្កើតអ្នកដើរអង្គាសបច្ច័យនៅក្នុងកម្មវិធីបុណ្យទេអញ្ចឹងបើសិនជាលោកតាលោកយាយមកចូលរួមបុណ្យទេសនាមហាជាតិដករយៈពេល5យប់6ថ្ងៃនេះបើមានជនណាដែលដើរអង្គាសប្រាក់ក្នុងបុណ្យហ្នឹងគឺថាកុំហើយអាចជួយចាប់ឬមួយជួយខាត់ជួយថតរូបបញ្ជូនមកក្រុមការងាររមណីយដ្ឋានរាជធានីលង្វែកផងដើម្បីយើងមានវិធានការបន្តទៀតព្រោះរមណីយដ្ឋានគឺមិនអោយអនុញ្ញាតឲ្យដើររែងអង្គាសបុណ្យនៅបច្ច័យតាំងក្នុងកម្មវិធីបុណ្យទេបាទលោកទាវមិនត្រឹមតែប្រសក់ណាលោកទាវណាចាមិនត្រឹមតែប្រសក់ទេប្រសងក៏យ៉ាងដែរចាគឺថាយើងមានកន្លែងយើងបើថាចង់ចូលបច្ច័យយើងមានកន្លែងបច្ច័យទៅដាក់ចូលមានជាតុកជាធុងជាថតអីចឹងណាតែរឿងកាន់ថាសដើមគេគឺថាកុំបាទហ្នឹងគឺពួកឆ្លៀកឱកាសហ្នឹងលោកទាវណាចាបាទព្រោះថាឆ្នាំទៅយើងឃើញចឹងដែរមានកធុនមានកថាំងដើររេលុយពេញហ្នឹងចាអញ្ចឹងសូមកុំមានដូចថាទោះបីព្រះអង្គកំពុងតែសម្ដែងធម៌ទេសនាថាដើមគេបច្ច័យទេសនាក៏កុំចូលតាមចឹងថាយើងមានទីកន្លែងសម្រាប់បុណ្យទេសនាទៅចូលនឹងស្ទើចូលនឹងកន្លែងគណៈកម្មការទៅចាយើងអាចរេកច្រើនកន្លែងចឹងណាយើងមិនអោយដើរលកេលកោដូចឆ្នាំកន្លងមកទេចាបាទលោកទាវដើម្បីជៀសវាង
ជាវាងយើងពេលខ្លះលេងគេហើយឃើញទូរស័ព្ទឬឃើញកាបូបយកទៅបាត់ទៀតវាជារឿងផ្សេងច្រើនច្រើនណាស់បាទយើងមិនអាចមើលឃើញបានទេបាទអរគុណណាស់លោកទាវដែលបានផ្ដាំផ្ញើនៅចុងក្រោយទៅដល់ប្រជាពុទ្ធបរិស័ទលោកយាយលោកតាកន្លែងដែលអនុមោទនាកលេចមកបាត់ទូរស័ព្ទបាត់កាបូបអីដាច់ធေါ်ដាច់អាអស់ដោយសារអីចឹងណាអញ្ចឹងលោកជំទាវគាត់បានមានប្រសាសន៍ហើយនឹងផ្ដាំផ្ញើឲ្យថារក្សាសុវត្ថិភាពរបស់របរផ្ទាល់ខ្លួនគ្រឿងអលង្ការជៀនទូរស័ព្ទដៃកាបូបអីហ្នឹងគឺរក្សាខ្លួនឯងព្រោះថាម្ចាស់កម្មវិធីកន្លែងតែរវល់អត់ទេអញ្ចឹងទៅចោលវាតែតែមានហើយនៅណាក៏មានដែរយើងមិនអាចហាមពួកវាបានបើមកបន្លំអញ្ចឹងណាបាទអញ្ចឹងមានតែយើងរក្សាសុវត្ថិភាពរបស់របរខ្លួនឯងអញ្ចឹងខ្ញុំបាទបូរ៉ាមកពីអង្គភាពសារព័ត៌មានពេជ្រញូគឺមានតែប៉ុណ្្នឹងទេលោកទាវបាទអរគុណណាស់ជូនពរសុខចម្រើនទាំងអស់គ្នាចាអរគុណចា